សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការជូនដំណឹងរបស់នគរបាលភូមិន្ទថៃស្នើសុំលើកពេលកិច្ចប្រជុំលើកទី2ដែលគ្រោងធ្វើឡើងនៅថ្ងៃទី13ខែតុលាឆ្នាំ2025នៅស្រុកកំរៀងខេត្តបាត់ដំបងដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយសូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដែលភាគីទាំងពីរត្រូវជួបប្រជុំដើម្បីពិភាក្សារៀបចំបង្កើតក្រុមការងាររួមធ្វើផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការជួញដូរមនុស្សនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2025ភាគីទាំងពីរបានជួបប្រជុំគ្នាលើកទី1តាមការគ្រោងទុកដែលធ្វើឡើងនៅខេត្តស្រះកែវព្រះរាជាណាចក្រថៃដោយបានឯកភាពគ្នាកំណត់យកថ្ងៃទី26ខែកញ្ញាឆ្នាំ2025រៀបចំកិច្ចប្រជុំលើកទី2ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការជួញដូរមនុស្សដែលរៀបចំសេចក្តីព្រាងដោយភាគីកម្ពុជាប្រព្រឹត្តទៅនៅស្រុកកំរៀងខេត្តបាត់ដំបងប៉ុន្តែត្រូវបានភាគីថៃជូនដំណឹងស្នើសុំលើកពេលដើម្បីអនុវត្តឲ្យបានពេញលេញស្របតាមស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយភាគីថៃទាំងតាមយន្តការបុគ្គលទំនាក់ទំនងនិងយន្តការផ្លូវការរហូតឈានដល់ការកំណត់យកថ្ងៃទី13ខែតុលាឆ្នាំ2025ដើម្បីរៀបចំកិច្ចប្រជុំលើកទី2នេះប៉ុន្តែនៅថ្ងៃទី11ខែតុលាឆ្នាំ2025អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលការជូនដំណឹងពីនគរបាលភូមិន្ទថៃស្ដីពីការស្នើសុំលើកពេលកិច្ចប្រជុំនេះម្ដងទៀតដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានរាជធានីភ្នំពេញថ្ងៃសៅរ៍4រោចខែអាសត់ឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី11ខែតុលាឆ្នាំ2025ត្រាអ្នកនាំពាក្យ